ពុទ្ធិងធម្មងសង្ឃងជីវិតាំងយាវនពេណងសអរណង្កិច្ចហាមិខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកស្មើដោយជីវិតដល់រាបដល់ព្រះនិព្វានប្រហេតុនោះសូមសិរីសួស្តីទាំងឡាយកើតមានវេលាព្រឹកថ្ងៃអាទិត្យ3រោចខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី16ខែមិនិនាឆ្នាំ2025វត្តអណាឡោមកុដលេខ17ចូលយមកវៈសាលយកសោតទី1លេខគ្នា123ទំព័រ238ខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះមានព្រះភិក្ខទ្រង់ស្ដេចទៅកាន់ទីចារឹកក្នុងកោសលជនបទជាមួយនឹងព្រះភិក្ខុសង្ឃច្រើនរូបបានស្ដេចទៅដល់ស្រុកព្រាហ្មណ៍ឈ្មោះសាលៈជាខេត្តរបស់កោសលជនបទពួកព្រាហ្មណ៍និងកហបតីអ្នកស្រុកសាលៈបានឮដំណឹងហើយក៏ប្រកាសពាក្យនេះថាមនាលគ្នាយើងឮថាព្រះសមណគោតមជាសក្យបុត្រចេញចាកសក្យត្រកូលទៅទ្រង់ព្រះភ្នោះទ្រង់ស្ដេចទៅកាន់ទីចារឹកក្នុងកោសលជនបទព្រមដោយភិក្ខុសង្ឃច្រើនរូបឥឡូវនេះស្ដេចមកដល់សាលក្រាមហើយកិត្តិស័ព្ទដ៏ល្អរបស់ព្រះគោតមដ៏មានព្រះភិក្ខនោះល្បីឮខ្យល់ខ្ចាយយ៉ាងនេះថាព្រះមានព្រះភិក្ខព្រះអង្គឆ្ងាយចាកសេចក្តីសាមង់គ្រប់យ៉ាងត្រាស់ដឹងនូវញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឯងបរិបូរណ៍ដោយវិជ្ជានិងចរណៈគឺសេចក្តីដឹងនិងក្រឹតដែលបុគ្គលកបីប្រព្រឹត្តមានដំណើរទៅកាន់ព្រះនិព្វានទ្រង់ជ្រាបច្បាស់នៅត្រៃលោកទ្រង់ប្រសើរដោយសីលាទិគុណរូបបុគ្គលណាមួយស្មើគ្មានទ្រង់ទូនមាននៅបរោះដែលគូទូនមានបានព្រះអង្គជាគ្រូនៃទេវតានិងមនុស្សទាំងឡាយទ្រង់ត្រាស់ដឹងនៅចតុរារយសច្ចៈលែងវិលត្រឡប់មកកាន់ភពថ្មីទៀតព្រះអង្គទ្រង់ធ្វើឲ្យជាក់ច្បាស់ទំព័រ239ដោយប្រាជ្ញាចំពោះព្រះអង្គឯងនៅលោកនេះព្រមទាំងទេវលោកមេរលោកព្រហ្មលោកនៅពោពួកសត្វព្រមទាំងសមណៈនិងព្រាហ្មណ៍ព្រមទាំងមនុស្សជាសមតិទេពនិងមនុស្សដ៏សេះហើយទ្រង់ប្រកាសព្រះអង្គទ្រង់សម្ដែងធម៌មានពីរោះបទដើមមានពីរោះបទកណ្ដាលមានពីរោះបទចុងប្រកាសនៅព្រហ្មចរិយធម៌ព្រមទាំងអត្តនិងព្យញ្ជនៈដ៏ពេញបរិបូរណ៍បរិសុទ្ធទាំងអស់ក៏ដំណើរដែលបានឃើញនៅព្រះអរហន្តទាំងឡាយមានសភាពយ៉ាងនឹងជាការប្រពៃពេកគ្រានោះពួកព្រាហ្មណ៍និងកហបតីអ្នកស្រុកសាលក្រាមនាំគ្នាចូលទៅគល់ព្រះមានព្រះភិក្ខលុះចូលទៅដល់ហើយពួកខ្លះថ្វាយបង្គំព្រះមានព្រះភិក្ខហើយអង្គុយក្នុងទីដ៏សមគួរពួកខ្លះក៏ពោលពាក្យរាក់ទាក់សំណេះសំណាលជាមួយនឹងព្រះមានព្រះភិក្ខលោកបញ្ចប់ពាក្យដែលគូរីករាយនឹងពាក្យដែលគូរលឹកហើយទើបអង្គុយក្នុងទីដ៏សមគួរពួកខ្លះអង្គុយក្នុងទីដ៏សមគួរប្រណម្យអញ្ជលីចំពោះទៅព្រះមានព្រះភិក្ខពួកខ្លះប្រកាសនៅនាមនឹងកោតក្នុងទីចិត្តព្រះមានព្រះភិក្ខអង្គុយក្នុងទីដ៏សមគួរទំព័រ240ពួកខ្លះអង្គុយស្ងៀមក្នុងទីដ៏សមគួរកាលព្រាហ្មណ៍និងកហបតីអ្នកស្រុកសាលៈអង្គុយក្នុងទីដ៏សមគួរហើយបានក្រាបបង្គំទូលសូរព្រះមានព្រះភិក្ខបានក្រាបបង្គំទូលសូរពាក្យនេះនឹងព្រះមានព្រះភិក្ខថាបពិតព្រះគោតមដ៏ចម្រើនហេតុដូចម្ដេចបច្ច័យដូចម្ដេចបានជាសត្វទាំងឡាយពួកខ្លះក្នុងលោកនេះទំលាយរាងកាយខាងមុខបន្ទាប់អំពីមរណៈទៅកើតក្នុងអបាយទីមិនមានសេចក្តីចម្រើនគឺតិរិឆានកំណើតទុគតិដំណើរដែលផ្អែកនឹងទុក្ខគឺអសុរកាយវិនិបាតទីសម្រាប់ទម្លាក់នៅបុគ្គលធ្វើអំពើអាក្រក់គឺប្រេតវិស័យនិរយៈ
ទីមិនមានសេចក្តីសប្បាយគឺនរកបបិទ្ធព្រះគោតមដោយចម្រើនហេតុដូចម្ដេចបច្ច័យដូចម្ដេចបានជាសត្វទាំងឡាយពួកខ្លះក្នុងលោកនេះទំលាយរាងកាយខាងមុខបន្ទាប់អំពីមរណៈទៅកើតក្នុងមនុស្សសុគតិសូទេវលោកព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាមនាលកហបតីទាំងឡាយសត្វទាំងឡាយពួកខ្លះក្នុងលោកនេះទំលាយរាងកាយខាងមុខបន្ទាប់អំពីមរណៈទៅកើតក្នុងអបាយទុគតិវិនិបាតនរកប្រហេតុតែកិរិយាប្រព្រឹត្តមិនស្មើពោលគឺមិនប្រព្រឹត្តតាមធម៌យ៉ាងនេះឯងមនាលកហបតីទាំងឡាយសត្វទាំងឡាយពួកខ្លះក្នុងលោកនេះទំលាយរាងកាយខាងមុខបន្ទាប់អំពីមរណៈទៅកើតក្នុងលោកគឺមនុស្សសុគតិឋានសូរប្រហេតុតែកិរិយាប្រព្រឹត្តស្មើពោលគឺប្រព្រឹត្តតាមធម៌យ៉ាងនេះឯងទំព័រ241ព្រាហ្មណ៍និងកហបតីក្រាបបង្គំទូលថាកាលបើព្រះគោតមដោយចម្រើននេះសំដែងដោយសង្ខេបមិនបានចែកអត្តដោយពិស្ដារហើយយើងទាំងឡាយមិនអាចនឹងដឹងសេចក្តីដោយពិស្ដារទៅបានទេកាលបើព្រះគោតមដោយចម្រើននេះសំដែងដោយសង្ខេបមិនបានចែកអត្តដោយពិស្ដារទេតែថាយើងទាំងឡាយអាចនឹងដឹងសេចក្តីដោយពិស្ដារទៅបានដោយប្រការៈយ៉ាងណាសូមព្រះគោតមដោយចម្រើនទ្រង់ព្រះមេត្តាប្រោសសំដែងធัวដល់យើងខ្ញុំទាំងឡាយដោយប្រការៈយ៉ាងនោះឲ្យទៀនព្រះអង្គត្រាស់ថាមនាលកហបតីទាំងឡាយបើដូច្នោះអ្នកទាំងឡាយចូលប្រុងស្ដាប់ចូលធ្វើទុកក្នុងចិត្តឲ្យល្អចុះតថាគតនឹងសំដែងពួកព្រាហ្មណ៍និងកហបតីអ្នកស្រុកសាលៈតទូលស្ដាប់ព្រះពុទ្ធដីកានៃព្រះមានព្រះភិក្ខថាព្រះករុណាព្រះអង្គ